បើទោះបីជាសេដ្ឋកិច្ចពិភពលោកកំពុងតែគ្មានភាពច្បាស់លាស់ក៏ដោយក៏មិនមែនជាឧបសគ្គសម្រាប់កម្ពុជាក្នុងការជំរុញសេដ្ឋកិច្ចជាតិនោះទេជាក់ស្ដែងគិតត្រឹមត្រីមាសទី1ឆ្នាំ2026កម្ពុជាយើងបានអនុម័តឲ្យគម្រោងវិនិយោគសរុប146គម្រោងដែលមានទុនវិនិយោគសរុបប្រមាណ 2.5000 លានដុល្លារសហរដ្ឋអាមេរិកបោះទុនវិនិយោគនៅក្នុងប្រទេសកម្ពុជាយើងដែលអាចបង្កើតបាននូវឱកាសការងារបន្ថែមប្រមាណជា 82000 កន្លែងសម្រាប់ប្រជាពលរដ្ឋខ្មែរនៅទូទាំងប្រទេសកម្ពុជាហើយការកើនឡើងនៃគម្រោងវិនិយោគនេះគឺបញ្ជាក់ឲ្យឃើញថាបើទោះបីជាស្ថានភាពពិភពលោកប្រែប្រួលរញ៉េរញ៉ៃមានសង្គ្រាមនៅមជ្ឈមបូព៌ាធ្វើឲ្យប្រេងសាំងឡើងថ្លៃប៉ះពាល់ទៅដល់សេដ្ឋកិច្ចនៅទូទាំងសកលលោកក៏ដោយក៏មិនមែនជាឧបសគ្គចម្បងសម្រាប់កម្ពុជានៅក្នុងការជំរុញសេដ្ឋកិច្ចជាតិនោះទេខណៈពេលនេះឲ្យតែនរណាខំគឺអ្នកនោះបានហើយជាក់ស្ដែងដូចកម្ពុជាយើងអញ្ចឹងហើយបើយោងតាមប្រសាសន៍របស់សម្ដេចថាបតីហ៊ុនម៉ាណែតគិតត្រឹមឆមាសទី1ឆ្នាំ2026នេះរោងចក្រសហគ្រាសក្រុមហ៊ុននៅក្នុងប្រទេសកម្ពុជាយើងមានសរុបរហូតទៅដល់47029សហគ្រាសដែលមានកម្មករនិយោជិតសរុប2.3 លាននាក់ប៉ុន្តែទន្ទឹមនឹងការកើនឡើងនៃចំនួនវិនិយោគនៅក្នុងប្រទេសកម្ពុជាយើងនៅក្នុងនោះក៏មានរោងចក្រសហគ្រាសមួយចំនួនបិទទ្វារខ្សែធនផងដែរប៉ុន្តែបើប្រៀបធៀបទៅយើងឃើញថាចំនួនវិនិយោគកើនឡើងច្រើនជាងរោងចក្រដែលខ្សែធនបានន័យថាបិទទ្វារតិចជាងការមកបើកទ្វាររ៉ូស៊ីនៅក្នុងប្រទេសកម្ពុជាយើងដូច្នេះហើយវាបញ្ជាក់ឲ្យយើងឃើញថាបើទោះបីជាស្ថានភាពពិភពលោកប្រែប្រួលសេដ្ឋកិច្ចពិភពលោកលែងមានភាពនឹងណូក៏ដោយនរណាខំគឺអ្នកនោះបានហើយចាក់ស្ដែងដូចករណីកម្ពុជាយើងចឹងសេដ្ឋកិច្ចអត់នឹងណូបើយើងអត់ខំទេយើងក៏មិនអាចទទួលបានរាល់គម្រោងវិនិយោគទាំងនោះមកប្រទេសកម្ពុជាយើងបង្កើតឱកាសការងារឲ្យប្រជាពលរដ្ឋយើងបានដែរពុកម៉ែបងប្អូនទាំងគ្នាហើយទន្ទឹមនឹងការខិតខំរបស់រដ្ឋាភិបាលបងប្អូនខ្មែរយើងក៏ត្រូវតែចូលរួមចំណែកផងដែរបងប្អូនត្រូវដុសខាត់ខ្លួនឯងឲ្យតែជាធនធានដែលមានជំនាញដើម្បីត្រៀមខ្លួនឆ្លើយតបទៅនឹងវិនិយោគិនបរទេសដែលគេមកបោះទុនវិនិយោគនៅក្នុងប្រទេសកម្ពុជាយើងបងប្អូនមានជំនាញពេលនោះបងប្អូនអាចចូលធ្វើការឲ្យគេបានប្រាក់ចំណូលខ្ពស់អញ្ចឹងហើយបងប្អូនក៏ចូលរួមចំណែកជួយសេដ្ឋកិច្ចជាតិយើងមួយទំហឹងតែម្ដង